ហើយជាបន្តទៅខ្ញុំប្រកាសណាខ្ញុំបាទសម្ដែងពីជាដកមួយទៀតប្រកាសណាសម្ដែងច័ន្ទកិនរៈជាដកទៀតខ្លីទេគឺព្រះដែលមានពភាព្រះអង្គទ្រង់ជាងទៅកាន់នគរកបិលភ័ស្ត្រមេតុនគររបស់ព្រះអង្គនៅពេលដែលព្រះអង្គត្រាស់ដឹងហើយព្រះអង្គទ្រង់គង់នៅនាវត្តវេលវ័នជាកលន្តកនិវាបស្ថានជិតក្រុងរាជក្រឹសក្នុងរវាងវស្សាទី1និងទី2ណាព្រះអង្គទ្រង់ជាងទៅដោយភិក្ខុសង្ឃជាព្រះអរហន្ត 20000 អង្គក្នុងដំណើរផ្លូវដែលយាងទៅអំពីក្រុងរាជក្រឹសទៅនគរកបិលភ័ស្ត្រគឺថាធ្វើដំណើរឡើងទៅកាន់ទិសឧត្តរទៀតឡើងទៅកាន់ទិសឧត្តរ60 យោជន៍ព្រះអង្គទ្រង់ពុទ្ធដំណើរអនុគ្រោះសត្វលោកតាមផ្លូវអស់60 ថ្ងៃទៀតហើយក្នុងភាពក៏ក្រឹកទៅក្រែងអស្ចារ្យទៀតការឡោកទេយីដែលញ៉ាំងត្រកូលឲ្យជ្រះថ្លានឹងតែងតែនាំដំណឹងទៅថ្វាយព្រះពុទ្ធបិតាប្របាទសិរីសទ្ធោទនៈជារឿយទៀតរាល់ថ្ងៃញ៉ាំងត្រកូលឲ្យរីករាយជ្រះថ្លាណាហើយនាំចង្ហាន់បិណ្ឌបាតអំពីនគរនឹងមកផងពួកមនុស្សតាមផ្លូវទំនប់បំរុងផងទេវតាទំនប់បំរុងផងរួចទៅចូលទៅកាន់នគរសម្ដែងរិទ្ធសម្ដែងភ្លៀងបោកកពរហើយសម្ដែងវិសន្តរៈជាដកនិងសម្ដែងប្រធោផ្សេងរហូតសម្ដែងធម្មបាលជាដកប្រព្រះបាទសិរីសទ្ធោទនៈក្នុងការនោះព្រះអង្គទ្រង់យាងទៅកាន់ប្រាសាទរបស់យសោតរាពិម្ពីរាហុលមេតាទៀតព្រះនាងយសោតរាដឹងថាព្រះស្វាមីអតីតណាចឹងជាស្វាមីស្ដេចយាងទៅដូច្នេះបានចាត់ចែងឲ្យស្រីអ្នករំទាំងអស់ចឹង 40000 នាក់ហើយក្នុងនឹងមានខត្តយៈកញ្ញាទៀតខត្តយៈកញ្ញានឹង10090 នាក់ស្លៀកពាក់សម្ពុតអ្នកបួសទាំងអស់ស្លៀកពាក់សម្ពុតកាសាយៈទាំងអស់មកជុំវិញមុខប្រាសាទនឹងទាំងអស់ទៀតណាហើយដល់ព្រះរាមាភិយាងទៅមួយលើដល់អគ្គសាវកព្រះសិរីបុត្រប្រមោគលាននិងព្រះបាទសិរីសទ្ធោទនៈពុទ្ធបិតាអ្នកដែលយំមុនគេគឺពួកនាងទាំងអស់នោះឯងចឹងជួបព្រះអង្គនឹកព្រះអង្គយំឃើញព្រះអង្គទ្រង់ជាព្រះសម្មាសម្ពុទ្ធហ្នឹងវាជ្រះថ្លាឬវាសោយសោកបែកអំពីព្រះអង្គទៅ6 ឆ្នាំអ្នកទាំងអស់ហ្នឹងសិតតែស្នំនៅក្នុងនឹងទាំងអស់ណាហើយចូលទៅដល់ខាងក្នុងអីនោះយសោតរានោះក៏យំសោយសោករៀបរាប់ដិតដកមកក្រាបថ្វាយបង្គំព្រះបាទទាព្រះអង្គនឹងឯងយកព្រះហស្ថច្បាច់ព្រះបាទហើយយកព្រះភ័ក្រទៅផ្ទប់នឹងព្រះបាទទាំងគូលើខ្នងព្រះបាទរបស់ព្រះដែលមានពភាសម្រក់ទឹកភ្នែកលើខ្នងព្រះបាទហ្នឹងណាអ៊ូលណែនរៀបរាប់ខ្ញុំនឹងវាស្រីកាកេណីព្រះអង្គទ្រង់យាងទៅបួសមិនប្រាប់ខ្ញុំមួយម៉ាត់អីណារៀបរាប់អូហែយំទៅណាបានប្របាទសិរីសទ្ធោទនៈហ្នឹងពោលក្រាបទូលព្រះដែលមានពភាចំពោះសុនិសានេះស្មោះត្រង់នឹងព្រះអង្គណាតែព្រះអង្គទ្រង់យាងទៅហើយឮថាព្រះអង្គហ្នឹងឆ្លៀកដណ្ដប់សម្ពុតកាសាយៈហើយនាងសុនិសាក៏ឆ្លៀកដណ្ដប់សម្ពុតកាសាយៈដែរព្រះអង្គមិនប្រដាប់អលង្ការនាងសុនិសាក៏លេងប្រដាប់អលង្ការលេងពាក់ផ្កាលេងអីទាំងអស់ហើយឮថាព្រះអង្គនឹងទ្រង់ផ្ទុំផ្ទាល់នឹងដីនាងនឹងក៏ចុះមកខាងក្រោមដែរអត់មានផ្ទុំលើតេនសយនាលើក្រេពូខ្នល់ខ្នើយអីទេហើយឮថាព្រះអង្គនឹងអត់អាហារសោយតិចអីនាងក៏អត់ខ្លួនឯងដែរបរិភោគសោះទៅនឹងខានហើយនាងនៅជាស្ត្រីដូចជាមេម៉ាយអញ្ចឹងព្រះជាដតីនាំយកបណ្ណាការមកស្ដីដណ្ដឹងនាងនឹងមិនមើលទាំងបណ្ណាការនឹងទៀតស្មោះត្រង់នឹងព្រះអង្គណាបានព្រះតែមានវិភាកព្រះអង្គទ្រង់ត្រាស់ថាពេលដែលតថាគតបានជាព្រះសម្មាសម្ពុទ្ធណាហើយក្នុងជាតិជាចុងក្រោយនេះមិនជាអស្ចារ្យទេក្នុងការដែលរាហុលមេតាស្មោះត្រង់នោះក្នុងអតីតជាតិនោះនៅក្នុងកំណើតជាកេណោជាការអស្ចារ្យណាស់ដែលច័ន្ទកិនរីស្មោះត្រង់នឹងតថាគតក្នុងការនោះណាព្រះអង្គទ្រង់សម្ដែងឲ្យដល់មនុស្សក្នុងនោះរាប់ម៉ឺននាក់ស្ដាប់ទាំងណារួចទៅ
កាលដែលព្រះអង្គចាប់ផ្ដើមសម្ដែងក្នុងវិជាដកហ្នឹងព្រះរាជាគ្រប់គ្រងក្នុងនគរពរាណសីព្រះរាជាហ្នឹងមិនគឺនរណាក្នុងកាលនោះបានមកជាទេវទត្តទៀតណាគ្រប់គ្រងក្នុងនគរពរាណសីហ្នឹងហើយព្រះបរមពុរិស័ទកើតជាកេណនៅនេដែនដីនៃព្រៃហែមពៀនទៀតនៅកំពូលភ្នំចន្ទមូលពេលរដូវភ្លៀងអត់ចុះមកទេពេលរដូវរាំងផ្ការីកនាំគ្នាចុះមកក្នុងទីវាលស្រឡះហើយផ្ការីកនោះណាចុះមកហើយពួកកេណច្រើននៅក្នុងដែនដីនៃព្រៃហែមពៀនហ្នឹងព្រះបរមពុរិស័ទហ្នឹងកើតជាកេណហើយប្រពន្ធហ្នឹងគឺច័ន្ទកិនរីហ្នឹងណាដែលជារាហុលមេត្តាណាទៀតក្នុងកាលហ្នឹងណាជាប្តីជាប្រពន្ធនឹងគ្នាហើយដល់ពេលរដូវរាំងក៏ទឹកតែរាំងភ្លៀងចឹងទៅមេឃវាស្រឡះទឹកនឹងហូរធ្លាក់ពីភ្នំមកទាំងពីរនាក់នឹងចុះមកផុតពីភ្នំចន្ទមូលនឹងមកហើយមកលេងក្នុងវាលស្រឡះគេណបរិភោគផ្កាទៀតណារើសផ្កាបរិភោគផ្កាមានក្លិនក្រអូបបរិភោគទៅហើយនាងគេណស្រីនោះគេយកសារាយផ្កាហ្នឹងកន្លែងខ្លះគេយកមកពាក់ទៅបិទបាំងកាយដែរណាកន្លែងខ្លះក្រងផ្កាទៀតក្រងផ្កាយកមកធ្វើជាសម្លៀកបំពាក់សបាយហើយព្រះបរមពុរិស័ទមានខ្លុយផ្លុំទៀតណាផ្លុំខ្លុយរួចទៅច្រៀងហើយប្រពន្ធនោះរំមកគៀងព្រះបរមពុរិស័ទអញ្ចឹងព្រះបរមពុរិស័ទងើបពីផ្លុំខ្លុយរំដែររំហើយផ្លុំខ្លុយផងណានាងប្រពន្ធនេះនោះច្រៀងផងរំផងសបាយអស់លេចឹងណាពីអ្នកហ្នឹងហើយស្រាប់តែនិយាយអំពីព្រះរាជាប្រគល់រាជសម្បត្តិឲ្យគេគ្រប់គ្រងមួយរយៈព្រះអង្គអបសុកចេញមួយព្រះអង្គឯងមកប្រពៀតព្រៃស្ពាយសត្រាវុធព្រួញមកចូលទៅជ្រៅទៅដល់ជាយភ្នំហែមពៀនហ្នឹងចឹងស្រាប់តែឮសំឡេងច្រៀងហ្នឹងអែបមើលទៅឃើញពីរអ្នកហ្នឹងកំពុងតែសប្បាយហើយស្រាប់តែមានតម្រេកស្រឡាញ់នាងស្រីហ្នឹងហ្មងចឹងនាងច័ន្ទកិនរីហ្នឹងតែដប់សរាយនោះខ្លះហើយអាទៅដប់សរាយទៅវាឃើញរៀងហើយអាកន្លែងខ្លះស្លៀកផ្កាអញ្ចឹងទៅវាមើលទៅវាល្អទៀតណាមានការបិទបាំងរាងកាយអីអញ្ចឹងផងដែរទៅវាស្អាតហើយយើងដឹងស្រាប់ហើយមើលតែមនុស្សណាស្អាតរៀងល្អហ្នឹងគេអូរៀងដូចគេណណាយើងសរសើរមនុស្សរៀងដូចគេណណាហើយដល់អញ្ចឹងស្រឡាញ់ចឹងស្រឡាញ់គេណស្រឡាញ់នាងហ្នឹងដល់អញ្ចឹងគិតសម្រាប់ប្តីហ្នឹងមិនត្រឹមតែគិតទាញព្រួញបាញ់ព្រះបរមពុរិស័ទចឹងហើយនាងឯនោះកំពុងតែច្រៀងនោះវាអត់បានឮសំឡេងព្រួញស្រាប់តែព្រះបរមពុរិស័ទត្រូវព្រួញដួលទៅក្រាបសន្លប់ហ្មងចឹងសន្លប់ហើយនាងឯនោះដល់ទៅងាកមើលមកវាបាត់អាសំឡេងខ្លុយសំឡេងច្រៀងហើយឃើញដួលទៅឃើញឈាមហូរចឹងឃើញឈាមហូរអត់ត្រមមិនបានអួលអាក់ឡើងយំរត់ទៅអោបស្វាមីអោបប្តីនឹងឯងដល់អញ្ចឹងព្រះរាជានោះចេញមកចឹងដឹងថាណាគេណប្រុសហ្នឹងស្លាប់ហើយចេញមកលួងលោមច័ន្ទកិនរីណាលួងលោមដើម្បីស្រឡាញ់ណាលួងលោមណាក៏ប៉ុន្តែមានសេចក្តីនៅក្នុងប្រជាដកនេះទៀតណាសេចក្តីនៅក្នុងប្រជាដកនេះគឺសម្ដែងចាប់ផ្ដើមណាអំពីព្រះបរមពុរិស័ទណាដែលត្រូវព្រួញដែលត្រូវព្រួញណាមុននឹងសន្លប់ក៏បានពោលឡើងទៀតណាមុននឹងសន្លប់ណាច័ន្ទកិនរៈពោលថានេះចាប់ផ្ដើមពី3ដកទៅណាដូរខ្សែអត់សិនទៀតណាហើយសិតដីចឹងនៅក្នុងច័ន្ទកិនរៈជាដកណាច័ន្ទកិនរៈជាដក
ចាប់ផ្ដើមអំពីព្រះបរមពុរិស័ទនៅពេលដែលត្រូវព្រួញហើយនោះក៏មានសេចក្តីសោកពោលឡើងណាមិននាងចាំទេជីវិតនេះប្រហែលជាត្រូវដាច់ហើយព្រោះប្រពន្ធទៅដល់ឈាមយើងនឹងលះបង់នៅជីវិតក្នុងថ្ងៃនេះឯងហើយមិននាងចាំទេជីវិតរបស់យើងនឹងរលត់ជីវិតរបស់យើងជាទុកពេញពីបចុះហើយអប្រតិរបស់យើងក្តៅណាស់យើងលំបាកក្រៃពេកព្រោះហេតុតែនាងចាំទេកំពុងតែមានសេចក្តីសោកមិនមែនព្រោះការសោកដទៃទេយើងនឹងស្វិតក្រពូនដូចជាស្មៅដែលគេដាក់លើថ្មក្តៅដូចជាដើមឈើដែលកាត់ផ្ដាច់ឫសហើយយើងនឹងរៀងឈ្នួតដូចជាស្ទឹងដែលមានទឹកមិនពេញព្រោះនាងចាំទាកំពុងសោកមិនមែនព្រោះការសោកដទៃទេទឹកភ្នែកទាំងឡាយរបស់យើងនេះហូរទៅដូចជាភ្លៀងក្បែរជើងភ្នំហូរទៅព្រោះហេតុតែនាងចាំទាកំពុងសោកមិនមែនព្រោះការតែសេចក្តីសោកដទៃឡើយព្រះរមពុរិស័ទនឹងត្រូវព្រួញទៅនឹកអាណិតប្រពន្ធនឹកអាណិតប្រពន្ធកំព្រីកំព្រានៅតែឯងនឹកមានសេចក្តីសោកសំណោះអាឡោះអាឡៃដឹងច្បាស់ថាប្រពន្ធនឹងនឹងសោកយំយាយក្រែកទួញហើយឡើយគ្រាន់តែនឹកឃើញតែប្រពន្ធសោកសង្រេងប៉ុណ្ណឹងខ្លួនឯងនេះសោកហ្នឹងមិនមែនពីរឿងគេថានឹងត្រូវព្រួញដឹងថានឹងងាប់យ៉ាងណាអត់មានសោកក្នុងរឿងហ្នឹងទេណាត្រូវព្រួយហ្នឹងគឺកើតទុកក្នុងចិត្តឯណោះកើតទុកក្នុងចិត្តអាណិតប្រពន្ធដែលប្រត់ប្រាស់ទៅនោះនឹងព្រះបរមពុរិស័ទណាដល់ចឹងទៅបានព្រះរាជានឹងចេញទៅលួងលោមនាងហ្នឹងទៅនាងចាំកិនរីហ្នឹងបាននាងចាំកិនរីហ្នឹងដឹងថាអូនេះគឺជាចោលចោលព្រានព្រៃមនុស្សកើតមនុស្សអាក្រក់បានប្តីអានដល់ចឹងទៅខំតែតិចផ្ដាសាមកបាទរាជបុត្រណាបាននៅប្តីដែលអញជាអ្នកកំព្រាប្រាថ្នាហើយលេងទៅតែអញហ្មងណារាជបុត្រនោះអាក្រក់មែនប្តីរបស់អញនោះដែលត្រូវសពុតហើយដេកលើផែនដីទៀបគល់ឈើណែរាជបុត្រសេចក្តីសោកក្នុងហបរតីណារបស់អញដែលកំពុងតែសម្លឹងមើលនៅកេណោសូមឲ្យមេត្តារបស់អ្នកមាននៅសេចក្តីសោកក្នុងហបរតីដូចអញដែរតាទៅដល់ម៉ែគេនោះទៀតណែរាជបុត្រសេចក្តីសោកក្នុងហបរតីណារបស់អញដែលកំពុងតែសម្លឹងមើលនៅកេណោជាប្តីរបស់យើងសូមឲ្យប្រពន្ធរបស់អ្នកឯងសោកក្នុងហបរតីដូចអញដែរណាខឹងណាណែរាជបុត្របុគ្គលណាបានសម្លាប់នៅកេណោជាប្តីរបស់យើងជាសត្វដែលមិនប្រទូចំពោះអ្នកព្រោះការចង់បានអញលួងលោមអញសូមឲ្យម្ដាយរបស់អ្នកឯងនោះបានឃើញកូនផងដែលកំពុងតែមានសេចក្តីវិន័យហើយកុំឲ្យបានឃើញប្តីផងណែរាជបុត្រអ្នកណាសម្លាប់នៅកេណោដែលជាសត្វមិនប្រទូព្រោះការចង់បានអញសូមកុំឲ្យប្រពន្ធរបស់អ្នកនោះបានឃើញកូនផងសូមកុំឲ្យបានឃើញប្តីផងអូមែនទេចឹងណាដាក់តាមែនទេណាដល់ចឹងទៅព្រះរាជាអត់ខឹងចឹងព្រះរាជាដោយអំណាចស្រឡាញ់នាងនឹងពេកលួងលោមនាងនឹងទៀតណាម្នាលនាងចាំទាមានភ្នែកដូចជាផ្កានៃតិមរៈព្រឹកក្នុងព្រៃផ្កាស្អាតណាស់ឈ្មោះតិមរៈព្រឹកក្នុងព្រៃនាងកុំយំកុំសោកឡើយនាងនឹងបានជាអគ្គមហេសីនៃយើងនឹងនាងគឺមាននាងនារីដ៏ច្រើនក្នុងពរាជតកូលនឹងឯងបូជានាងណាកុំឲ្យយំអីយកយើងជាប្តីទៅណាយើងនាំយ៉ាងឯងទៅនគរឲ្យបានជាអគ្គមហេសីហើយឲ្យស្រីទាំងអស់ក្នុងនគរបំរើនាងលួងលោមទេណានឹងចាំកិនរីខែមទៀតណែរាជបុត្រអ្នកណាបានសម្លាប់នៅកេណោជាប្តីរបស់យើងដែលជាសត្វមិនប្រទូព្រោះការចង់បានអញស៊ូតែស្លាប់អញនឹងមិនធ្វើជាប្រពន្ធឯងទេណារាជាលើអញ្ចឹងដឹងថាលួងលោមនាងនឹងមិនបានក៏បានពោលថាម្នាលនាងកិនរីដែលជាស្ត្រីមានសេចក្តីខ្លាចផងចង់រស់នៅផងនាងជាមេមរឹកមានស្លឹកបញ្ញានិងស្លឹកប្រស្នាជាពោជន
ចូលនាងទៅព្រៃហើយមកពៀនចុះពួកមរិទ្ធដតីនឹងត្រីក៏អាចំពោះនាងតែខំតែគេអត់ស្រឡាញ់ឲ្យទៅយកមរិទ្ធយកសត្វជាប្តីណាហើយក៏បានដើរចេញទៅហ្នឹងទេវតាខូចចឹងដល់ចឹងទៅនាងចាំកិនរីក៏បីព្រះស្វាមីហ្នឹងឡើងលើភ្នំទៀតបីឡើងទៅលើភ្នំហើយក៏បានពោលឡើងថាភ្នំទាំងឡាយនោះផងជ្រោះភ្នំទាំងឡាយនោះផងគុហេភ្នំទាំងឡាយនោះផងបបិទ្ធគេណខ្ញុំកាលដែលមិនបានឃើញអ្នកនៅក្នុងទីនោះតើខ្ញុំធ្វើម៉េចទៅសោយសោករំលឹកទីកន្លែងដែលស្លាប់សបាយជ្រោះភ្នំផងគុហេភ្នំផងភ្នំទាំងឡាយផងដែលមានពណ៌ខៀវស្រស់នោះមានផ្កាជ្រុះហូរតាមស្ទឹងនោះផងហើយដល់ខ្ញុំទៅតែឯងអញ្ចឹងអត់បានឃើញអ្នកជាស្វាមីតើខ្ញុំនឹងដូចចម្បែងរីងរៃយ៉ាងម៉េចទៅយើងទាំងឡាយរមែងត្រេកត្រអាលជាមួយគ្នាលើភ្នំទាំងឡាយណាបបិទ្ធគេណខ្ញុំកាលដែលមិនបានឃើញអ្នកនៅលើភ្នំនោះតើខ្ញុំនឹងដូចម្ដេចទៅភ្នំទាំងឡាយនោះដេរដាស់ទៅដោយស្លឹកឈើគួរឲ្យរីករាយដែលពួកមរិទ្ធកាហាវធ្លាប់តែដើរទៅញឹកញយបបិទ្ធគេណខ្ញុំកាលដែលមិនបានឃើញអ្នកនៅក្នុងទីនោះតើខ្ញុំនឹងទៅយ៉ាងម៉េចទៅភ្នំទាំងឡាយនោះដេរដាស់ទៅដោយផ្កាឈើគួរឲ្យរីករាយដែលពួកមរិទ្ធកាហាវធ្លាប់ដើរទៅមកញឹកញយបបិទ្ធគេណកាលដែលខ្ញុំមិនបានឃើញអ្នកនៅក្នុងទីនោះតើទ្រូងខ្ញុំនឹងទៅជាយ៉ាងដូចម្ដេចទៅស្ទឹងលើភ្នំនិងស្ទឹងក្នុងព្រៃទាំងឡាយមានទឹកដ៏ថ្លាកាលដែលហូរទៅមានផ្កាឈើអន្តែទៅតាមខ្សែទឹកប្រងព្រាតបបិទ្ធគេណខ្ញុំកាលដែលមិនឃើញអ្នកនៅក្នុងទីនោះតើនឹងធ្វើដូចម្ដេចទៅទីកន្លែងដែលយើងធ្លាប់លេងជាមួយគ្នាឬផ្កាយកមកធ្វើជាកម្រាលយើងដេកទាំងអស់គ្នាក្នុងទីនោះកាលដែលខ្ញុំមិនបានឃើញអ្នកតើខ្ញុំនឹងជាយ៉ាងម៉េចទៅកំពូលភ្នំទាំងឡាយនៃភ្នំហែមពៀនមានពណ៌ខៀវគួរឲ្យពេចពិលរមិលមើលបបិទ្ធគេណកាលដែលខ្ញុំមិនបានឃើញអ្នកក្នុងទីនោះតើខ្ញុំនឹងជាយ៉ាងម៉េចទៅកំពូលភ្នំទាំងឡាយនៃភ្នំហែមពៀនមានពណ៌លឿងគួរឲ្យពេចពិលរមិលមើលបបិទ្ធគេណខ្ញុំកាលដែលមិនបានឃើញអ្នកក្នុងទីនោះតើខ្ញុំនឹងជាយ៉ាងដូចម្ដេចទៅកំពូលភ្នំទាំងឡាយនៃភ្នំហែមពៀនមានពណ៌ក្រហមគួរឲ្យរមិលមើលបបិទ្ធគេណកាលខ្ញុំមិនបានឃើញអ្នកក្នុងទីនោះតើខ្ញុំនឹងដូចម្ដេចកំពូលភ្នំទាំងឡាយនៃភ្នំហែមពៀនមានចុងស្រួចគួរឲ្យពិតពេលរមិលមើលកាលដែលខ្ញុំមិនបានឃើញអ្នកតើខ្ញុំនឹងសុខស្រួលយ៉ាងណាកំពូលភ្នំទាំងឡាយនៃភ្នំហែមពៀនដែលមានពណ៌សគួរឲ្យពេចពេលរមិលមើលបបិទ្ធគេណកាលដែលខ្ញុំមិនបានឃើញអ្នកក្នុងទីនោះតើខ្ញុំនឹងអួលអាក់យ៉ាងណាទៅកំពូលភ្នំទាំងឡាយនៃភ្នំហែមពៀនដ៏វិចិត្រគួរឲ្យរមិលមើលបបិទ្ធគេណកាលដែលខ្ញុំមិនបានឃើញអ្នកក្នុងទីនោះតើខ្ញុំនឹងដូចម្ដេចទៅបបិទ្ធគេណខ្ញុំកាលដែលមិនបានឃើញអ្នកលើភ្នំគុណមាត្រនោះដែលពួកភូមិទេវតាសែបសោយហើយជាភ្នំដេរដាស់ទៅដោយឱសថទាំងឡាយតើខ្ញុំនឹងយ៉ាងដូចម្ដេចទៅបបិទ្ធគេណខ្ញុំកាលដែលមិនបានឃើញអ្នកនៅលើភ្នំគុណមាត្រនោះដែលពួកគេណសែបសោយហើយជាភ្នំដេរដាស់ទៅដោយឱសថទាំងឡាយតើខ្ញុំនឹងអួលអាក់សោកសឹកសួលយ៉ាងដូចម្ដេចទៅពលរៀបរាប់ផង3អោបព្រះបរមពុរិស័ទនឹងឯងតែអោបចុះអោបឡើងទៅវាទៅប៉ះត្រង់ទ្រូងនោះស្រាប់តែមានចំហាយក្តៅឡើងចឹងដឹងថាអូនៅរស់តើប្តីអញនៅរស់តើអមែនទេចឹងដល់អអញ្ចឹងទៅ3ឡើងទៅលើកំពូលភ្នំអាខ្ពស់ជាងគេចឹងណាដល់អញ្ចឹងទៅនឹកឃើញមិនដឹងជាត្រូវរកឧបាយយ៉ាងម៉េចជួយប្តីនឹកឃើញបន្ទោសទេវតាហ្មងចឹងណាបន្ទោសទេវតាហ្មងទេវតានៅក្នុងព្រៃនឹងស្លាប់អស់ហើយហ៎មិនក៏បានជាមិនជួយប្តីខ្ញុំប្រែកអញ្ចឹងទៅណាដល់អញ្ចឹងទៅដោយអំណាចនៃបុណ្យបារមីដែលព្រះនាងយសោទរាពិមពាឆ្លាប់បានបំពេញអស់កាលដ៏អង្វែងមកទៅណារឿងរ៉ាវហ្នឹងនៅក្នុងផែនដីហ្នឹងក្នុងចន្លោះសាសនាព្រះសម្មាសម្ពុទ្ធកស្សបៈនិងព្រះសម្មាសម្ពុទ្ធបរមគ្រូណាម្ល៉េះហើយការបំពេញបុណ្យបារមីអស់កាលដ៏យូរណាស់មកហើយជាមួយព្រះបរមពុរិស័ទហ្នឹងយកផ្កាឈូកទៅបូជាសមេតបណ្ឌិត4អាសង្ខ័យមួយសែនផែនដីមុនម្ល៉េះកាលដែលបានដឹងថាព្រះសមេតបណ្ឌិតបានជាព្រះសម្មាសម្ពុទ្ធក្នុង
4 អសង្ខ័យមួយសែនកាប់ទៀតចឹងគឺមានឧបនិស្ស័យជាមួយព្រះអង្គបូជាផ្កាឈូកដល់ព្រះសម្មាសម្ពុទ្ធផងព្រះអង្គព្យាកររហូតមកទៀតជាកន្សៃសារពេជ្របំពេញបុណ្យបារមីដល់ក្រៃលែងណានៅពេលចិត្តបរិនិព្វានព្រះនាងពិម្ពាបរិនិព្វានក្នុងបច្ចុប្បន្ន78ចឹងទៅលាព្រះអង្គបរិនិព្វានពលរៀបរាប់មកលាទោសព្រះអង្គពេលមួយនោះខ្ញុំម្ចាស់កើតជាត្រីអណ្ដែងមេហើយព្រះអង្គជាត្រីអណ្ដែងឈ្មោលខ្ញុំម្ចាស់ចាញ់គួរចង់បរិភោគបណ្ដូលស្មៅយ៉ាប្លង់ព្រះអង្គក្នុងកាលនោះជាស្វាមីក៏បានលួងលោមខ្ញុំម្ចាស់ថាមិនអីទេអូនដែងបងទៅយកបណ្ដូលស្មៅយ៉ាប្លង់មកទៅប៉ំស្មៅយ៉ាប្លង់តែបណ្ដូលស្មៅយ៉ាប្លង់ប៉ំយកមកវាឡើងលើអាតនុភ្លឺណាទឹកវាហៀហូទៅព្រានគេកាន់កំបិតកាត់ដាច់កតុយទៅកាត់ដាច់កតុយប៉ុណ្ណឹងព្រះអង្គអត់ចោលបដូលស្មៅយ៉ាប្លង់ដាច់កតុយហើយហ្នឹងអត់ចោលបដូលស្មៅយ៉ាប្លង់នៅតែពំយកមកឲ្យខ្ញុំម្ចាស់បាបកម្មរបស់ខ្ញុំម្ចាស់ដែលឲ្យព្រះអង្គទៅរកបដូលស្មៅយ៉ាប្លង់សូមកម្មាទុកច្រើនរឿងណាព្រោះធ្លាប់ជាប់ជាកន្សៃសារពេជ្រមកវាមានកំហុសស្គមឆ្គងខ្លះជាភរិយាណាពាក្យសម្ដីលម៉ាំងលម៉ោប្រើប្តីអីចេះចុះសូមកម្មាទុករហូតដល់បានផុតទាកិច្ចាណាធេរីបានមហាអភិញ្ញាទៀតបានអភិញ្ញាធំអាចរលឹកជាតិបានមួយអសង្ខ័យមួយសែនកាប់ទៀតបណ្ដាស្ត្រីទាំងអស់មានតែម្នាក់នឹងគត់ទៀតបណ្ដាស្ត្រីទាំងអស់មានតែមួយអង្គនឹងគត់គឺរាហុលមេតាដែលបានបួសហើយមាននាមថាផុតទាកិច្ចាណាធេរីខាងភិក្ខុមាន3អង្គព្រះសិរីបុត្រព្រះមោគលាននិងព្រះពេកលៈខាងភិក្ខុនីមានតែមួយអង្គនឹងគត់ដែលអាចរលឹកជាតិបានមួយអសង្ខ័យមួយសែនកាប់ចឹងបំពេញបុណ្យបារមីក្រៃលែងណាមុននឹងបរិនិព្វានសម្ដែងឫទ្ធិបរិហាដែលព្រះអង្គឲ្យសម្ដែងនឹងដល់ក្រៃលែងទៅណាមើលនៅក្នុងគម្ពីរអបទានណានឹងដល់ទៅពេលបុណ្យបារមីដែលជាអ្នកមានសេចក្តីល្អប្រព្រឹត្តមកហើយមានភាពស្មោះត្រង់ជាមួយនឹងស្វាមីដល់ក្រៃលែងដល់អញ្ចឹងក្តៅដល់អាសនៈព្រះឥន្ទទៀតក្នុងកាលនោះព្រះអនុរុទ្ធកើតជាព្រះឥន្ទណាក៏បានយាងចុះមកណាយាងចុះមកស្ងាត់ស្ងាត់ស្រួលទេណាក្រែងនាងច័ន្ទកិនរីស្ដីថាឲ្យស្ដីថាងាប់ទៅណាអស់ហើយទេវតានោះព្រះអិនមកចឹងកាន់អាកណ្ឌីទឹកនឹងយកមកជ្រោចលើព្រះបរមពុរិស័ទចឹងជារបួសនឹងទៅមិនតាន់បានដាច់នៅជីវិតិន្ទ្រីណាជាហ្នឹងបានរស់ងើបឡើងវិញចឹងអោប្រពន្ធអោប្តីអោប្រពន្ធហ្នឹងទៅណាពីរនាក់ហ្នឹងណារួចណាបាននាងជាប្រពន្ធនោះបានពោលថាបបិទ្ធព្រំជាម្ចាស់ខ្ញុំសូមថ្វាយបង្គំនៅបាទាទាំងឡាយរបស់លោកហើយព្រះអិនថាព្រំហ្មងតែមកប្រុសសត្វលោកប្រុសប្តីខ្ញុំនេះព្រោះលោកបានស្រោចប្តីដែលខ្ញុំជាស្រីកំព្រាប្រាថ្នាហើយដោយទឹកអមរិតពោលទឹកកណ្ឌីរបស់ព្រះអិននឹងថាទឹកអមរិតដែលជាទីស្រឡាញ់ដោយពិសេសក្នុងទីដែលបានជួបគ្នាទាំងថាបានព្រះអង្គជាព្រំនឹងមកប្រុសប្តីខ្ញុំស្រោចដោយទឹកអមរិតនឹងសូមថ្វាយបង្គំទេណាហើយព្រះអិនក៏បានទូលមាននៅលើភ្នំបានហើយណាកុំឲ្យចុះទៅក្បែរដែនដីជារបស់មនុស្សកុំឲ្យទៅនឹងទៀតណាដល់ពេលហ្នឹងនាងច័ន្ទកិនរីក៏បានពោលថាមកស្វាមីយើងកុំទៅដែនដីរបស់មនុស្សណាជាដែនដីដែលមានការបៀតបៀនដូច្នេះយើងទៅលើកំពូលភ្នំចន្ទៈបរិពត្តវិញនាំប្តីទៅកាន់ដៃគ្នារត់ទៅលើកំពូលភ្នំណាឥឡូវនេះយើងទាំងឡាយនឹងត្រាច់ទៅកាន់ស្ទឹងបែបភ្នំនៅលើកំពូលភ្នំនិងស្ទឹងក្នុងព្រៃទាំងឡាយនៅលើភ្នំដែលមានផ្កាឈើអណ្ដែតទៅតាមខ្សែទឹកដ៏ប្រងព្រាតទាំងមានឈើផ្សេងដែលដុះហែហមយើងទាំងឡាយនឹងពោលនៅពាក្យជាទីស្រឡាញ់
រកគ្នាទៅវិញទៅមកតទៅទៀតណានឹងសារសងគ្នាយើងណាយើងនិយាយនៅពាក្យជាទីស្រឡាញ់ទៅវិញទៅមកនៅលើកំពូលភ្នំនោះព្រោះនឹកគ្នាសម្បើមណាស់បើយំអស់មកសទុះធំហ្នឹងដល់ពេលបានរស់ឡើងវិញជួបគ្នាវិញអញ្ចឹងបបួលគ្នាទៅនិយាយស្រឡាញ់គ្នានៅលើភ្នំឯណោះណារួចទៅព្រះបរមសាស្តាព្រះអង្គក៏ទ្រង់ប្រជុំនៅបជាដកណាយើងដឹងហើយបជាដកហ្នឹងតើអិនមកជាព្រះអនុរុទ្ធនាងច័ន្ទកិនរីហ្នឹងមកជារាហុលមេត្តាហើយចំណែកកេណោហ្នឹងក៏គឺតថាគតនេះហើយព្រះអង្គទ្រង់សម្ដែងបញ្ជាក់ថាមិនមែនទៅតែមកស្មោះត្រង់អីនៅក្នុងពេលនេះទេរាហុលមេត្តានោះធ្លាប់ស្មោះត្រង់ជាមួយស្វាមីនឹងឯងក្នុងកាលនោះព្រះអង្គសម្ដែងប្រធัวនឹងប្រកាសសច្ចធម៌ទាំងរាហុលមេត្តាបានសម្រេចសោតាបត្តផលចាប់ពីពេលនឹងមកទាំងណាជាបុគ្គលសមាទិដ្ឋិរហូតដល់ពេលព្រះនាងបជាបតិកុតមីចូលកាន់ភ្នោះរួចទៅពញាតហ្នឹងក៏បានទៅកាន់ភ្នោះទាំងព្រះរាហុលក៏ទៅកាន់ភ្នោះក៏នឹកឃើញថាពួកញាតទៅអស់ព្រះរាហុលក៏បួសហើយព្រះស្វាមីក៏ព្រះអង្គបានជាព្រះសម្មាសម្ពុទ្ធយើងនៅធ្វើអីយើងត្រូវទៅបួសដែរក៏បានទៅបួសដែរទៅឧបនិស្ស័យមានគ្រប់គ្រាន់ជាជាតិចុងក្រោយរបស់ព្រះនាងក៏បានសម្រេចព្រះអរហត្តផលទៅទាំងសូមអនុមោទនាណាសិភៅមករួចហើយសិភៅហ្នឹងទាំងអស់